កូនប្រុសរដ្ឋមន្ត្រី3រូបបញ្ចប់ការសិក្សាថ្នាក់ទី12ពីសាលាអន្តរជាតិ ISPP វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែមនាពេលថ្មីនេះយុវជន3រូបដែលជាកូនប្រុសរបស់រដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីកម្ពុជាបានបញ្ចប់ការសិក្សាថ្នាក់ទី12នៅសាលាអន្តរជាតិភ្នំពេញ International School of Phnom Penh ISPP ជាសាលាលំដាប់អភិជនយុវជនកូនរដ្ឋមន្ត្រីទាំង3រូបដែលបានប្រឡងជាប់ថ្នាក់ទី12ពីសាលាអន្តរជាតិភ្នំពេញ ISPP Diplomat ទី1ឈ្មោះឈៀងសវណ្ណមនីរតន៍កូនលោកឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលទី2ឈ្មោះហួតហងបញ្ញាភក្តីកូនលោកហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរនិងទី3ឈ្មោះចាយសវណ្ណរាជកូនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាយុវជនទាំង3មានឪពុកជារដ្ឋមន្ត្រីហើយក៏ធ្លាប់ទទួលបានការអប់រំខ្ពង់ខ្ពស់នៅបរទេសផងដែរការនេះបង្ហាញថាពួកគេដើរមីគៀដ៏ត្រឹមត្រូវរបស់លោកឪពុកដើម្បីក្លាយជាយុវជនដ៏ឆ្នើមរបស់ជាតិសូមជម្រាបថា ISPP គឺឈរក្នុងបញ្ជីឈ្មោះសាលាអន្តរជាតិដែលមានការបង់ថ្លៃសិក្សាខ្ពស់ជាងគេមួយនៅក្នុងស្រុកខ្មែរសម្រាប់កូនលោកអ្នកអុកញ៉ាលោកអុកញ៉ាកូនអ្នកមានកូនទូតកូនបរទេស